បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាអញ្ចឹងដោយសារតែខ្ញុំផុសបាទស្ទង់មតិសម្រាប់ពុកម៉ែបងប្អូនអរគ្នាដែលចង់ដឹងអំពីតម្លៃម៉ូតូថាតើចង់ដឹងតម្លៃម៉ូតូណាបាទអញ្ចឹងសម្រាប់មតិភាគច្រើនគឺចង់ឲ្យខ្ញុំបង្ហាញអំពីតម្លៃ Honda Trim ឆ្នាំ2026នេះបាទអញ្ចឹងនេះគឺជា Honda Trim ឆ្នាំ2026ណារបស់ជប៉ុនខ្មែរណាជប៉ុនខ្មែរបាទអញ្ចឹងសម្រាប់ Honda Trim នេះគឺនៅក្នុងខែ3នេះថ្ងៃទី1ថ្ងៃទី2នេះគឺគ្រប់សាខាទាំងអស់ណាពុកម៉ែបងប្អូនអរគ្នាគឺដាច់ស្តុកហើយអានេះនៅសល់តែមួយគ្រឿងដែលគេដាក់តាំងណាពុកម៉ែបងប្អូនអរគ្នាបាទគេដាក់តាំងគេអត់លក់ទេអានេះណាខ្ញុំសុំថតនេះគឺគេអត់លក់ទេអានេះគេដាក់តាំងឲ្យមើលទេព្រោះថាម៉ូតូក្នុងហាងគេអស់ហើយណាបោះហើយអញ្ចឹងសម្រាប់ម៉ាស៊ីនសម្រាប់អីហ្នឹងយើងដឹងអស់ហើយណាបាទហើយតិចទៀតខ្ញុំនឹងប្រាប់តម្លៃតែម្ដងបាទអញ្ចឹងសម្រាប់ខែ3នេះគឺតម្លៃរបស់វារៀងចុះបន្តិចហើយណាបាទវាអត់សូវថ្លៃដូចមុនទេដោយសារតែមានក្រុមហ៊ុនមួយយើងឃើញថាបានវាយលុកទីផ្សាររបស់ Honda Trim ខ្លាំងដែរណាបាទនោះគឺជាម៉ូតូដែលផលិតគ្រឿងនៅចិនហើយតម្លើងនៅខ្មែរអញ្ចឹងណាបាទក្រុមហ៊ុន GNE នឹងឯងបាទដែលប្រើប្រាស់បេនសាំងណាអញ្ចឹងវាមកវាយលុកទីផ្សារវាពិបាកទីផ្សាររបស់Honda Trim របស់ជប៉ុនខ្មែរនេះណាបាទអញ្ចឹងអានេះផលិតគ្រឿងនៅស្រុកគេហើយយើងតម្លើងនៅស្រុកខ្មែរនេះតម្លើងនៅផ្លូវវិញស្រេងណាអញ្ចឹងគ្រឿងបង្គុំវាមាន4ប្រទេសណាសម្រាប់ Honda Trim នេះណាបាទមានសៀមមានខ្មែរមានវៀតណាមហើយនិងឥណ្ឌូនេស៊ីបាទផ្នែកម៉ាស៊ីនរបស់វាយើងតែងតែដឹងហើយខ្ញុំតែងតែធ្វើវីដេអូចែករំលែកជូនបងប្អូនអរគ្នាគឺបដាងនៅក្នុងអីហ្នឹងគ្រឿងក្នុងរបស់វាដាក់ made in Indonesia ណាបាទគ្រឿងផ្នែកម៉ាស៊ីនណាបាទគ្រឿងក្នុងម៉ាស៊ីនអីហ្នឹងគឺដាក់ made in Indonesia បាទបដាងខ្នើយបដាងអីណាខ្ញុំតែងតែថតវីដេអូពេលជួសជុលឲ្យមើលបាទអាហ្នឹងគឺផលិតនៅឥណ្ឌូនេស៊ីណាបាទអូខេហើយសម្រាប់ប្រព័ន្ធខ្សែភ្លើងរុំខ្សែភ្លើងរុំអីហ្នឹងគឺគេផលិតនៅស្រុកខ្មែរហ្នឹងឯងណាហើយប្រព័ន្ធតួប្រព័ន្ធអីអាហ្នឹងទៅយើងមិនបាច់និយាយច្រើនទេបាទដឹងតែថាផលិត4ប្រទេសហើយតម្លើងនៅខ្មែរយើងណាបាទអញ្ចឹងសម្រាប់តម្លៃបាទកុំឲ្យវិញឆ្ងាយច្រើនសម្រាប់តម្លៃ Honda Trim ឆ្នាំ2026នៅក្នុងថ្ងៃទីបាទ3ខែ3ឆ្នាំ2026នេះបាទគឺតម្លៃរបស់វានៅសល់តែ2300ជាងទេណា300ស្ដើងទេបាទមិនក្រាស់ពេកទេបាទ300ជាងអញ្ចឹងអាចរកទិញបានតាមសាខាផ្សេងបានណានិយាយបញ្ជាក់តម្លៃតែម្ដងទៅគឺមានហាងខ្លះគាត់លក់2350ហាងខ្លះលក់2390ណាទៅតាមសាខានីមួយពួកខ្ញុំសួរគេហើយបាទវាមាន2-3ហាងគឺលក់តម្លៃខុសគ្នាទិញទួចណាបាទមានហាងខ្លះយកចំណេញច្រើនមានហាងខ្លះយកចំណេញតិចណាពុកម៉ែបងប្អូនគ្នាបាទហើយសម្រាប់តម្លៃរបស់វាទៀតមានការប្រែប្រួលទៅតាមហាងឆេងឡើងចុះទៀតណាប៉ុន្តែយើងឃើញថាប្រហែលថ្ងៃនេះគឺតម្លៃរបស់វាគឺនៅថេណាខ្ទង់2350ទៅដល់2390ហ្នឹងឯងបាទអត់មានឡើងអត់មានចុះឲ្យទៀតទេក្នុងរយៈខែ2ក៏តម្លៃផាក់ផែនហ្នឹងហើយខែ3នេះក៏តម្លៃអញ្ចឹងដែរអញ្ចឹងមានន័យថាចិត្តចូលឆ្នាំនេះក៏វាអាចនឹងអត់ឡើងថ្លៃដែរអាចនឹងតម្លៃថេនៅប៉ុណ្្នឹងឯងណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអរគ្នាចង់ដឹងតម្លៃម៉ូតូអីទៀតអាច comment នៅខាងក្រោមបានព្រោះខ្ញុំនឹងសួរក៏ដូចជាទៅថតឲ្យពុកម៉ែបងប្អូនអរគ្នាទស្សនាតែម្ដងណាសូមអរគុណជួបគ្នានៅវីដេអូក្រោយអរគុណ